សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបបងប្អូនដែលចង់បាននៅការថតជាប់មុខខ្លួនឯងផងហើយថតជាប់ខាងក្រោយផងបងប្អូនចង់ដឹងបងប្អូនអាចមើលវីដេអូនេះបានអញ្ចឹងណាបងប្អូនរបៀបថតគឺងាយស្រួលមែនទែនចំពោះបងប្អូនណាដែលមាន Telegram ឬមួយមានតែបង្កើត Telegram អញ្ចឹងយើងអាចធ្វើបានដែរបងប្អូនបើបងប្អូនណាអត់ទាន់បានធ្វើទេបន្លង Telegram ទេបងប្អូនมันអាចធ្វើបានទេចំពោះទូរស័ព្ទដែលទៀបៗចឹងណាបងប្អូនឥឡូវកុំវែងឆ្ងាយច្រើនឡើយបងប្អូនមើលក្នុងរបៀបខ្ញុំធ្វើអញ្ចឹងណាបងប្អូនឥឡូវចាប់ដើមចូល Telegram តែម្ដងដើម្បីឆែកមើលអញ្ចឹងណាហើយយើងចូល Telegram ហ្នឹងអត់មានអីច្រើនណាបងប្អូនគាត់អាចចុចសញ្ញាបូកសញ្ញាខ្វែងនេះខាងលើនេះចុចមកវាឲ្យសញ្ញាចឹងហ្មងបងប្អូនអញ្ចឹងងាយស្រួលមែនតើចំពោះបងប្អូនដែលចង់ថតឲ្យជាប់មុខខ្លួនឯងអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនចុចសញ្ញាវីដេអូចេញមកអានេះហើយរូបកាមនេះយើងចង់ទេយ៉ាងម៉េចក៏បានដែរអត់អីទេបងប្អូនអញ្ចឹងយើងចុចសញ្ញានេះមកហើយចាប់ដើមនឹងយើងថតតែម្ដងមកថតចាំមើលជាប់បងប្អូនជាប់បងប្អូនព្រោះខ្ញុំសាកដែរសាក3ម្ដងដែរចំពោះបងប្អូនណាដែលចង់ថតជាប់ចឹងហើយថតបែបជីប្លុកអីគឺអែមមែនតែនបងប្អូនហ្នឹងហើយបងប្អូនអត់មានអីច្រើនទេក្នុងវីដេអូនេះហើយបងប្អូនត្រូវបញ្ចប់វាចេញមកចុចបញ្ចប់ចឹងមកជាប់បងប្អូនព្រោះខ្ញុំសាកដែរចុចបញ្ចប់ចឹងមកបងប្អូនអាចដោនបានចឹងណាបងប្អូនដោនបានមិនខ្ញុំបាត់សំឡេងដោយសារវាខ្លាចវាលឺសំឡេងយើងអញ្ចឹងណាបងអញ្ចឹងខ្ញុំប្រាប់បងប្អូនអានេះយើងដោនមកដោនចូលក្នុងទូរស័ព្ទប៉ាប់គឺវាដោនចូលហើយបាទដោនចូលលោតអញ្ចឹងមកគឺហើយតែម្ដងអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់បងប្អូនដែលបានចូលមើល